ដើមរដូវវស្សាបានចូលមកដល់ហើយនៅខែ5នេះហើយភ្លៀងធ្លាក់ក៏ច្រើនតំបន់ផងដែរអាចធ្វើឲ្យការភ្ជួររាស់ឬក៏ការដាំដុះហ្នឹងគឺចាប់ផ្ដើមកើតឡើងនៅតាមតំបន់នីមួយៗនៃបណ្ដាខេត្តបាទអញ្ចឹងជំរាបសួរដល់ឪពុកម៉ែបងប្អូនដែលនិយមតាមដាននៅChannel YouTube និង Page JC Shop Cambodia ឬក៏ TikTok ជាដើមបាទនៅថ្ងៃនេះជីបំពន់សញ្ញាស្ដេចន្ទ្រីបានចូលស្តុកបាននៅក្នុងទឹកដីស្រុកស្ទូងហើយក៏កំពុងតែរៀបចំនិងដឹកជញ្ជូនទៅកាន់អតិថិជនគោលដៅដែលបានកំងទុកផងដែរបាទហើយអ្វីដែលសំខាន់នៅក្នុងវីដេអូនេះគឺពុកម៉ែបងប្អូនដែលដាំនៅដំណាំចន្ទីដាំនៅកូនចន្ទីថ្មីបាទអញ្ចឹងការរៀបចំរណ្ដៅការប្រើជីទ្រព្យបាទគឺជារឿងដែលសំខាន់ណាស់ក៏បីតែនឹងប្រើប្រាស់ឲ្យបានត្រឹមត្រូវនៅក្នុងការដែលយើងត្រូវផ្ដល់សារធាតុចិញ្ចឹមមុនវាលូតលាស់ធំឬក៏មុននឹងបានផលអញ្ចឹងពីដើមទីយើងត្រូវតែរៀបចំយ៉ាងណាគឺយើងអាចចាប់រណ្ដៅកន្លះម៉ែត្រ4ជ្រុងនិងជម្រៅកន្លះម៉ែត្រដូចគ្នាហើយដីស្រទាប់លើដាក់ដាច់ដោយឡែកនិងដីស្រទាប់ក្រោមដាក់ដាច់ដោយឡែកហើយពេលដែលយើងដាក់កូនចូលគឺយើងអាចប្រើដីស្រទាប់ខាងលើដាក់ទៅខាងក្រោមហើយដីខាងក្រោមដាក់នៅស្រទាប់ខាងលើបន្ទាប់មកដីស្រទាប់ក្រោមច្បល់ជាមួយជីកំប៉ុស្តផ្សេងៗអាចត្រឹម2គីឡូក៏បានហើយប្រើជីសញ្ញាស្ដេចអន្ទ្រីនេះត្រឹមតែកន្លះខាំទៅ1ខាំប៉ុណ្ណោះពុកម៉ែបងប្អូនដាំកូន1000កូនអាចទិញវាត្រឹមតែ2បាវអាចសំចូលបានផងដែរហើយអ្វីដែលសំខាន់ទៅទៀតដីអាចនឹងមានមេរោគឬក៏ជាតិច្រេះជូរអីជាដើមយើងត្រូវបន្ថែមនៅ Power Salt ប្រភេទជីម្សៅ1គីឡូក្រាមលាយជាមួយនឹងជីសរីរាង្គនេះចំនួន100ទៅ150គីឡូអញ្ចឹង1000កូនគឺ Power Salt 1គីឡូក្រាមជី2បាវគឺគ្រប់គ្រាន់តែម្ដងក្នុងការគ្របរណ្ដៅជួយឲ្យមានសុខភាពល្អហើយនេះគឺយើងបានដឹកមកដល់ទឹកដីប្រាសាទបាឡាំងបាទខេត្តកំពង់ធំបាទដែលអតិថិជនប្រើប្រាស់ទៅលើដំណាំចន្ទីបាទនៅដើមរដូវវស្សាហើយពុកម៉ែបងប្អូនដែលទិញជីនៅរដូវនេះគឺមិនថាក្រុមហ៊ុនណាទេពុកម៉ែបងប្អូននឹងបានតម្លៃល្អមែនទែនដោយសារតែដើមរដូវក្រុមហ៊ុននេះអាចមានការថែមច្រើនដូចជាពេលនេះជាដើមក្នុងមួយតោនគឺថែមនៅជីបំពន់ផ្សេងៗជាដើមព័ត៌មានលម្អិតនោះពុកម៉ែបងប្អូនអាចសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទនិង Telegram ដើម្បីបាននៅពីគុណប្រយោជន៍និងអត្ថប្រយោជន៍ផ្សេងៗពេលដែលប្រើប្រាស់សម្រាប់ពុកម៉ែបងប្អូនមិនទាន់បានស្គាល់យកទៅប្រើប្រាស់គ្រាន់តែធ្លាប់តាមដាននិងមើលឃើញកន្លងមកបាទអញ្ចឹងនេះ Power Salt នេះគឺយើងយកទៅច្បល់ជីដើម្បីយកទៅដាក់ទ្រាប់រណ្ដៅហើយគាត់ទិញទាំងជីបំពន់ទៅគឺជី X300 ជី X300 នេះយើងប្រើប្រាស់នៅដំណាក់កាលលូតលាស់ការចេញត្រួយការត្រួតត្រងគ្រប់បែបយ៉ាងបាទលើដំណាំស្រូវក៏ដូចគ្នាដែរនិយាយរួមប្រើលើដំណាំទូទៅបានយ៉ាងល្អប្រសើរនៅក្នុងការដែលយើងបាញ់នៅវគ្គលូតលាស់បាទអញ្ចឹងហើយនេះពីទៀតគឺយើងផ្ញើទៅកាន់ខេត្តពោធិ៍សាត់ដែលយើងដាំទ្រាប់រណ្ដៅបានអញ្ចឹងអរគុណជម្រាបលាជួបខ្ញុំនៅវីដេអូក្រោយទៀត